កម្មការនីនៃក្រុមហ៊ុនរោងចក្រកាត់ដេររបស់កូរ៉េខាងត្បូងឬស្គាល់ថា CIK Cambodia ទទួលបានកិច្ចព្រមព្រៀងក្រៅប្រព័ន្ធតុលាការបន្ទាប់ពីវិវាទអូសបន្លាយអស់រយៈពេល8ឆ្នាំមកនេះកម្មការនីទាំងនោះរួមមានស៊ូចន្ទធាកើតសុកនីនិងទេពស្រីនឿនដែលពួកគេទាំង3នាក់ត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំ2017បន្ទាប់ពីពួកគេបង្កើតសហជីពពួកគេអះអាងថាការបង្កើតសហជីពនេះគឺដើម្បីការពារសិទ្ធិកម្មករក្រោយមានការបញ្ឈប់ស្ត្រីមានផ្ទៃពោះពីការងារក៏ប៉ុន្តែភាគីក្រុមហ៊ុន CIK Cambodia បានបញ្ជាក់ថាការបញ្ចប់ការងារគឺដោយសារតែការធ្លាក់ចុះនៃការបញ្ជាទិញដោយភាគីទាំងពីរមិនមានជាដំណោះស្រាយក៏បង្កទៅជាវិវាទរវាងកម្មការនីនិងក្រុមហ៊ុនចាប់តាំងពីពេលនោះមកក្រុមហ៊ុន CIK នេះបានបដូរខ្លួនទៅឲ្យក្រុមហ៊ុន Mix and Match Garment Co Ltd យ៉ាងណានៅថ្ងៃទី28ខែកក្កដានេះមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សឬស្គាល់ថាសង្ត្រាល់ដែលបានតំណាងឲ្យកម្មការនីចាប់តាំងពីឆ្នាំ2023ឲ្យដឹងថាភាគីទាំងពីរបានព្រមព្រៀងបញ្ចប់សំណុំរឿងក្រៅប្រព័ន្ធតុលាការជាដំណោះស្រាយកម្មការនីនឹងវិលត្រឡប់ទៅបំពេញការងារវិញដោយភ្ជាប់ជាមួយនឹងសំណងក៏ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់អំពីចំនួនទឹកប្រាក់ដែលក្រុមហ៊ុននឹងសងត្រឡប់ទៅវិញឡើយកម្មការនីទេពស្រីនឿនបានប្រាប់អ្នកសារព័ត៌មានកម្ពុជាថាអ្នកស្រីសប្បាយចិត្តដែលអាចត្រឡប់ទៅធ្វើការវិញបន្ទាប់ពីរងចាំអស់8ឆ្នាំហើយសង្ឃឹមថានឹងមិនមានការរើសអើងសហជីពតទៅទៀតបើទោះបីជាភាគីទាំងពីរយល់ស្របក្នុងការបញ្ចប់វិវាទនេះក្តីលោកខុនថារ៉ូអ្នកគ្រប់គ្រងកម្មវិធីរបស់សង្ត្រាល់នៅតែស្នើសុំឲ្យមានការពង្រឹងប្រព័ន្ធដោះស្រាយវិវាទការងារឲ្យមានប្រសិទ្ធភាពជាងនេះបន្ថែមទៀតព្រោះថារហូតទទួលបានដំណោះស្រាយកម្មការនីត្រូវចំណាយពេលយូរដល់ទៅ8ឆ្នាំដូចក្នុងករណីនេះអ្នកសារព័ត៌មានកម្ពុជាក៏បានតាក់ទងទៅលោកសុនមេសាអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីសុំការឆ្លើយតបក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបទេគិតត្រឹមការចេញផ្សាយនេះសំណុំរឿងនេះក៏ធ្លាប់ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិផងដែរកាលពីដើមឆ្នាំ2026នេះប្រធានាធិបតីកូរ៉េខាងត្បូងបានជំរុញឲ្យរដ្ឋាភិបាលរបស់លោកជួយដោះស្រាយបញ្ហានេះដោយលើកឡើងថាករណីនេះអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កូរ៉េខាងត្បូង